xăm dẻ ác nhằm đập mẹ một ngà không ngày nay nom ôn cô sma nâng ôn dịch xa ta lên khai bay lên mà đo ta lên đi già đó trăm thì chuột nên nó bay lên ngọc khani hay được nông gia trăm van hai anh mình tê mình anh từ mình bay mình hộp ở trong tát á trăm van hai trăm việc trăm tranh đồng nào từ ក្រោយពីខ្ញុំធំត្រូវបានបញ្ចប់ជាពើគឺសូមធ្វើជាម្ដាយល្អជូនអូនគូសមានិងអូនសុតជាដើរលេងមួយថ្ងៃហើយដើរលេងនេះដែរគឺមិនបានទៅដើរលេងឯណាឆ្ងាយទេយើងអ្នកបៃលិនអញ្ចឹងយើងលេងទៅបៃលិនរកទឹកយកទៅណាមិនអស់ព្រោះបៃលិនក៏មានកន្លែងលេងដ៏ស្អាតស្អាតជាច្រើនដែរខានមកលេងបៃលិនមិនមែនតិចឆ្នាំទេចូលជិត3ឆ្នាំដែរតាំងពីអូនសុតជានៅក្នុងពោះរហូតដល់អូនសុតជាកើតបាន អាយុ2ឆ្នាំហើយគឺមិនដែលបានមកអើតបៃលិនទេឡើងលោកយាយផ្ដាំតាមគេតាមឯងថាអត់ឃើញអូនកូសមាមកអើតលោកយាយសោះលោកយាយលឹងនឹកអញ្ចឹងណាហើយក៏ម៉ាក់ក៏នាំគ្នាមកទិញផ្លែឈើដើម្បីយកទៅជាដង្វាយដើម្បីបន់ស្រន់សុំសេចក្តីសុខពីលោកយាយឲ្យលោកយាយជួយថែរក្សាក្នុងការធ្វើដំណើរប្រកបទៅដោយសុខសុវត្ថិភាពអញ្ចឹងបើសិនជាបងប្អូនមកលេងកុំភ្លេចជួយទិញផ្កាឈូកទិញធូបទៀនមកមីងអំពូមីងទៅគាត់បាន លក់នៅតាមផ្លូវដែលនៅចិត្តលោកនឹងលោកយាយអញ្ចឹងណាហើយអូនកូសមាក៏សួរម្ចាស់ថាម្ចាស់ចង់ញ៉ាំតារ៉េនអត់ចាយថាចង់ញ៉ាំមានណាកូសមាថានុតារ៉េនថ្មទៅញ៉ាំទៅហើយមនុស្សម្នាក៏មកច្រើនណាស់ថ្ងៃហ្នឹងគឺថ្ងៃភ្ជុំចប់មែនតែមនុស្សម្នាមិនដឹងថាមកពីណាទេភ្លុកទឹកភ្លុកដីប្រហែលជារាប់រយនាក់អញ្ចឹងណាហើយនេះក៏រៀងស្រឡះដែរក៏នាំគ្នាឡើងមកដើម្បីអុជធូបសុំសេចក្តីសុខនិងឧទ្ទិសកុសលទៅដល់ញាតិការដែលលោកបានចែកឋានទាំងអបាមានហើយក៏មានគេលេងភ្លេងពិណពាទ្យគឺស្វាគមន៍ទៅដោយលោកយាយហើយក៏មានផ្លែឈើដែលជាដង្វាយនេះគឺច្រើនមែនទែនគឺខ្ញុំថតសឹងតែមិនអស់ចឹងអូនកូសមាក៏បានមកសំពះសុំសេចក្តីសុខពីលោកយាយអញ្ចឹងណាហើយម៉ាក់ក៏បានប្រោះទឹកមុនមកលាបសក់ ឲ្យអូនសុតជានិងអូនកូសមាដើម្បីឲ្យមានសុខសុវត្ថិភាពហើយរៀនកាន់តែបកាយកាន់តែឆ្លាតអញ្ចឹងណាហើយអូនសុតជាគឺរុករើពេញទៅកន្លែងលោកយាយហ្នឹងហើយប៉ុន្តែជាក្មេងគេមិនប្រកាន់ទេហើយម៉ាក់ក៏បានថត4 5ប៉ុស្តិ៍ដើម្បីទុកជាអនុស្សាវរីយ៍គឺយើងមិនភ្លេចទេក្នុងការថតនេះអញ្ចឹងណាហើយអូនសុតជាអត់ចង់ចោះទេបងប្អូនបានទៅលើហ្នឹងគឺរើសធុកទៀនអីយកមកប្រងព្រាតហើយនៅបៃលិនឃើញតែខេតតូចមែនប៉ុន្តែសម្រស់គឺមិនធម្មតាទេបងប្អូនហើយឃើញម្ដុំ អាស្រមលោកយាយហ្នឹងគឺគេមានដាំផ្កាដាំអីហ្នឹងហើយនេះត្រង់នេះដែរគឺខ្ញុំស្រឡាញ់បៃលិនគឺស្អាតមែនទែនបងប្អូនបើមកកុំភ្លេចមកថតរូបបាន2 3ប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍អញ្ចឹងណាកុំឲ្យទៅវិញអត់មានរូបថតអីនៅដិតដាមនឹងបៃលិនអញ្ចឹងណាហើយពេលថ្ងៃឡើងក៏ខ្ញុំមកហូបបាយគឺហូបបាយហ្នឹងមានទេបងប្អូនមិនមែនបាយហាងបាយអីទេគឺខ្ញុំបាយ នៅមាត់ស្ទឹងតារៀបហ្នឹងគឺឃើញថាឡានរាប់រយគ្រឿងបងប្អូនគឺមនុស្សច្រើនមែនទែនមិនដឹងទៅមកពីណាពីណីមិនដឹងថាអ្នកខេត្តបៃលិនហ្នឹងឬក៏អ្នកខេត្តផ្សេងក៏មិនដឹងហើយខ្ញុំគ្មានឡានជិះទេមានតែម៉ូតូអញ្ចឹងយកកតេកាចាស់មួយមកក៏នាំបងប្អូននាំគ្នាក៏មកជុំគ្នាហូបបាយថ្ងៃត្រង់អញ្ចឹងណាហើយមកហូបមានអីឆ្ងាញ់ទេបងប្អូនមានតែដាក់ម្នាក់មួយស្រាក់ម្នាក់មួយថង់ម្នាក់មួយអីក៏ទិញមកហូបមកខ្លះអីខ្លះអញ្ចឹងណាហើយអូនសុតជាក៏បានញ៉ាំ បាយញ៉ាំទឹកហ្នឹងក៏មុខរៀងស្រស់បោះបន្តិចបើមុនហ្នឹងមុខឡើងខ្មៅប៉ែហើយដោយសារឃ្លានបាយពេកព្រោះម៉ោង 2:10 ដែរមិនបានមកញ៉ាំបាយអញ្ចឹងហើយស្ទឹងតារៀបនេះគឺស្អាតមែនទែនបងប្អូនមកលេងបៃលិនកុំភ្លេចមកអង្គុយលេងគឺតិចទៅឆឹងទៅឆៃបដ គឺមានដើមច័ន្ទគិរីដោះនៅគៀនមាត់ទឹកអញ្ចឹងសម្រាប់ឲ្យយើងងូតទឹកលេងហើយនិយាយពីទឹកវិញថ្លាដូចកញ្ចក់អញ្ចឹងថ្លាដូចទឹកភ្លៀងថ្លានេះដោយសារទឹកអត់ឡើងដោយសារទឹកឡើងហ្នឹងក៏ល្អ ឡើងក៏ហមប៉ែដែរនេះដោយសារតែវាអត់ភ្លៀងនេះហើយទឹកនេះហូរយកតែមែនតែនអូនកូសមាមិនហ៊ានដើរឯណាម៉ាក់ទៅអង្គុយលើថ្មអូនកូសមាអត់ហ៊ានដើរចូលទេស្រែកយំងាឲ្យម៉ាក់ជួយទាញទៅអង្គុយលើថ្មដែរដើម្បីថតរូបបាន1ប៉ុស្តិ៍2ប៉ុស្តិ៍គឺអត់ហ៊ានទេហើយអូនសុតជាមានខ្លាចទេបងប្អូនមិនចែខ្លាចចំណែកអូនអត់ខ្លាចទេបងប្អូនក៏បានលេងទឹកហ្នឹងគឺសប្បាយរីករាយមែនតើហ្នឹងណា ហើយលិនបើធៀបទៅនឹងខេត្តផ្សេងប៉ិនស្រុកគេមួយប៉ុន្តែបងប្អូនគឺសម្រស់ហើយនឹងការរៀបចំគឺអត់មានសម្រាមទេបងប្អូនសំបីតែមាត់ទឹកមាត់អីហើយកន្លែងសាធារណៈអីផ្សេងក៏មិនមានសម្រាមដែរគឺគេបានរៀបចំគឺមានអនាម័យល្អបនគេអញ្ចឹងណាហើយក៏មានកន្លែង សួនកុមារកន្លែងឲ្យកុមារលេងកន្លែងហាត់ប្រាណអីផ្សេងសម្រាប់មនុស្សចាស់ដែលគាត់ចង់ហាត់ប្រាណអីចឹងណាហើយក៏បានអូនសុតជាឆឹងគឺមានណាអូនសុតជានេះមកអង្គុយយោតងឯណាហើយម្ចាស់នេះក៏មក
ហើយនេះគឺនៅកណ្ដាលថ្ងៃប្រហែលជាម៉ោង2គឺពីអ្នកបងប្អូនមានណាគឺនាំគ្នារត់មករកអាកន្លែងលេងនេះតែម្ដងអញ្ចឹងមុននឹងរៀបទៅមានឃើញណាគឺដោយសារតែឃ្លានបាយផងអីផងអូនកុសមាគ្មានបានចូលទេហើយអូនសាចាក៏អត់ឃើញទេដល់ពេលបានឃើញមានណាម៉ោង2លេងនៅកណ្ដាលថ្ងៃគ្មានខ្លាចក្តៅទេបាយលិនឃើញតែតូចមែនប៉ុន្តែកន្លែងលេងគឺមិនតិចទេបងប្អូនហើយនេះខ្ញុំចំណាយពេលមួយថ្ងៃប៉ុន្តែដើរលេងមិនអស់ទេបងប្អូនបានទៅគឺកន្លែងស្ទឹងតារៀបហើយនឹងកន្លែងយាយាតហើយនឹងនាំអូនកុសមាមកលេងកន្លែងសួនកុមារនៅម្ដុំវាមានឯករាជ្យនឹងតែប៉ុណ្ណឹងទេអញ្ចឹងណាហើយកន្លែងសួនកុមារនេះបងប្អូនគឺ free អត់មានយកលុយទេអញ្ចឹងបងប្អូនមកលេងអីអាចឲ្យកូនចៅបានរត់លេងបានហើយកូនចៅរត់លេងបានហើយក៏មានកន្លែងហាត់ប្រាណនៅចិត្តនឹងដែរអញ្ចឹងអ៊ំចាស់ចាស់ក៏អាចឆ្លៀតហាត់ប្រាណបដើមើលកូនបដើបានហើយសម្រាប់សុខសុវត្ថិភាពគឺបៃលិនគឺមិនបាច់ភ័យទេគឺយើងគឺមានបលិយាមកាមជាច្រើនគឺដើរខ្វាត់ចុះខ្វាត់ឡើងអញ្ចឹងណាសម្រាប់ភ្ញៀវទេសចរមកគឺមិនភ័យរឿងអសន្នសុខទៅអីផ្សេងទេអញ្ចឹងណាមិនមានចោរកម្មអីផ្សេងទេព្រោះបៃលិនគឺគេមានសណ្ដាប់ធ្នាប់ហើយប៉ូលីសក៏ច្រើនដែរអញ្ចឹងយើងអត់មានភ័យព្រួយខ្លាចបាត់នេះបាត់នោះដែរប៉ុន្តែការមកដើរលេងយើងគួរតែប្រុងប្រយ័ត្នដែរអញ្ចឹងណាហើយនេះគឺអូនកុសមានិងអូនសុតឆាហ្នឹងក៏បានគ្នាមកលេងហើយបងប្អូនព្រោះថ្ងៃរៀងរសៀលបន្តិចដែរហើយក៏មានក្មេងៗមួយចំនួនក៏បានមកលេងដែរសិតក្មេងៗមកពីឆ្ងាយដែរបងប្អូនគឺមកបានមករត់លេងមកអីជុំគ្នាអីជុំគ្នាអញ្ចឹងណាព្រោះមេឃវារៀងតិចហ្នឹងហើយបើសិនជានៅល្ងាចដល់ម៉ោង4ម៉ោង5ទៅមនុស្សមិនតិចទេបងប្អូនហើយអាឡ័យតលេងហ្នឹងគឺចាយគឺម៉ាក់ឯងទៅចៅអូនកុសមាបាទហើយនេះកន្លែងកងោកពីរបងប្អូនកងោកពណ៌ក្រហមកងោកពណ៌លឿងគឺស្អាតមែនតើហើយបងប្អូនហើយគឺការរៀបចំគឺស្អាតមែនតើគឺភ្ញៀវគាត់មកគឺមិនទៅហួសទេបងប្អូនមកគ្រាន់តែឃើញកងោកហ្នឹងគឺចុះថតរូប 2-3 ប៉ោះអញ្ចឹងណាមើលសំយ៉ាក៏មើលអស់គ្នាមិនចង់ញ៉ាំនំសំយ៉ាអត់ញ៉ាំ10នាក់មកអស់ហងសំយ៉ានេះគឺស្រស់ស្អាតមែនតើគឺមានស្រាក់ពីរនិងសងខាងបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះអរគុណច្រើនបាយបាយជម្រាបលាបងប្អូន